គេមិនចូលចិត្តយើងមិនមែនមានន័យថាយើងអន់ទេពេលខ្លះយើងល្អជាងគេក៏គេមិនចូលចិត្តយើងដែរចុះរឿងអីហេតុអីបានយើងត្រូវតម្រូវខ្លួនឯងតាមចិត្តគេគ្រប់ពេលវេលាបើអ្នករកឃើញគោលការណ៍មួយដែលត្រឹមត្រូវសម្រាប់ខ្លួនឯងហើយកុំខ្វល់គេរាប់បានរាប់គេរាប់មិនបានក៏ហីទៅរាប់បានរាប់មិនបានព្យាយាមរាប់ហើយបើរាប់មិនកើតគឺស្គាល់គ្នាធម្មតាអ្នកខ្លះនិយាយថាបើមិនចេះផឹកស៊ីបើមិនចេះដើរលេងបើមិនចេះមានស្រីក្រៅហ្នឹងគឺចូលគេមិនចោះទេហើយបើចូលចោះហ្នឹងសួរថាបានអីហើយបើចូលចោះហ្នឹងសួរថាចូលទៅណាណាត្រូវចាំរឿងខ្លះបើមិនចង់ធ្វើកុំធ្វើបើមិនមានប្រយោជន៍កុំធ្វើបើយើងគិតថាមិនគប្បីនឹងខ្លួនឯងគឺកុំធ្វើទោះគេចូលចិត្តឬមិនចូលចិត្តក៏ហីទៅជារឿងរបស់គេទេចូលបាក់គេមិនបានស៊ូរស់ម្នាក់ឯងទៅក៏វាមិនស្លាប់ដែរអ្នកខ្លះអត់ហ៊ានរស់នៅជាខ្លួនឯងទេធ្វើនេះខ្លាចគេទៅធ្វើនោះខ្លាចគេថាធ្វើអីបន្តិចខ្លាចគេមិនចូលចិត្តធ្វើអញ្ចេះខ្លាចគេស្អប់ធ្វើអញ្ចោះខ្លាចគេមិនចូលចិត្តអីផ្សេងបើនៅតែគិតអញ្ចឹងយើងពិបាករស់ហើយ